អូខេនៅក្នុងវីដេអូនេះគឺយើងនឹងមកបង្កើត project small មួយគឺតាក់ទងជាមួយនឹង QR code គឺយើងនឹងសរសេរ Python script ដើម្បី generate QR code អញ្ចឹង example គឺបែបនេះអញ្ចឹង script របស់យើងនៅពេលដែលយើង run គឺវានឹងសួរយើងថា enter the link គឺដូចជា QR code generation ធម្មតាដែរឥឡូវខ្ញុំនឹង copy link នៃ library មួយនេះមកខ្ញុំដាក់ចូលកន្លែងនេះហើយគេនឹងសួរយើងថាតើយើងចង់ឲ្យឈ្មោះ QR code ហ្នឹងអីគេយើងហៅថាអូខេ testing បែបហ្នឹងខ្ញុំឲ្យគេថា done អូខេខ្ញុំ clear terminal សិនបន្ទាប់មកគឺនៅពេលដែលយើងមើលគឺយើងឃើញកន្លែងនេះ testing អញ្ចឹងនៅពេលយើង scan គឺវានឹងយកយើងមក project មួយនេះអូខេអាចសាកមើលបានអូខេឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាខ្ញុំនឹង delete testing នឹងចោលកុំឲ្យញញយើងនឹងបង្កើត file មួយទៀត so QR code gen.py អញ្ចឹងយើងនឹងមើលទាំងអស់គ្នាគឺយើងនឹងរៀនតាក់ទងអំពី import library ដើម្បី use អញ្ចឹង in this case គឺយើងនឹងប្រើប្រាស់ library មួយនេះគឺដែលមានឈ្មោះថា QR code គឺ version 8.2 អញ្ចឹងគឺយើងអាច run វាបែបនេះកុំតន់អាច run មួយនេះដោយសារយើងត្រូវការប្រើជាមួយនឹងយើងនិយាយថា image generation ដោយសារយើងត្រូវការប្រើប្រាស់ image រូបភាពអញ្ចឹងមានន័យថាគឺយើងត្រូវការ library មួយទៀត library ហ្នឹងគឺឈ្មោះថា Pillow P I L L O W ប៉ុន្តែនៅក្នុងនេះគេប្រាប់យើងស្រាប់ហើយគេថាបែបនេះ For more image functionality install QR code with the Pillow dependency so that Pillow is installed and can be used for generating image so យើងអាច contact copy មួយនឹងមកហើយយើងបើក terminal របស់យើង so យើងបើក terminal ខាងលើនេះវាមើលឃើញទេ terminal I think បើសិនជាមើលអត់ឃើញគឺប្រហែលជាដាច់អញ្ចឹងមានថាគ្រាន់តែទៅលើទៅយើងគ្របពាក្យ terminal ចុចទៅលើ terminal ហើយចុចពាក្យថា new terminal អញ្ចឹងយើងឃើញកន្លែងហ្នឹងហើយយើងគ្រាន់តែ paste code របស់យើងកន្លែងហ្នឹងមកចុច enter គឺវានឹងប្រាប់យើងហើយថា requirement already satisfied មិនថាខ្ញុំ install ហើយបើសិនជាយើងអត់ទាន់ install ទេវានឹង load a bunch of installation ឲ្យយើង pop ហើយវានឹង ask យើងឲ្យយើង update ភាពអីចឹងទៅអូខេអញ្ចឹងwait what's going on where's my close button here អូខេឥឡូវនៅពេលយើង install ហើយគឺយើងចាប់ផ្ដើម import វាចូលគឺយើងចាប់ផ្ដើមប្រើប្រាស់គឺយើងអាចចាប់ផ្ដើមជាមួយនឹង import QR code បែបនេះអញ្ចឹងនៅពេលយើង import QR code ហើយគឺយើងនឹងចាប់ផ្ដើមដំបូងគឺយើងចង់ដឹងថាយើងចង់បាន link ពីយើងចង់បាន data ឬក៏ link ដែល user pass in ចឹងអាចថា data សិនមកគឺយើងប្រើប្រាស់ input function ហើយយើងសួរគេមកថាអូខេ enter យើង asking prompt គេមក enter the link make it very simple យើងអាចធ្វើឲ្យផ្សេងទៀតក៏បានដែរតែមកយើងឲ្យ file name យើងថាតើគេចង់ហៅវាថាម៉េចគេចង់ហៅថាអីគេ enter the name for your file ចឹងចុះបន្ទាប់មកនេះគឺអានេះគ្រាន់តែជា prep work ទេគឺយើងគ្រាន់តែយក information ពី user សិនទេអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងចាប់ផ្ដើមសរសេរ code អញ្ចឹងយើងចាប់ផ្ដើមជាមួយនឹង QR object អញ្ចឹងយើងនឹងបង្កើត QR instant QR instant របស់យើងគឺមាន blueprint ពី QR code គឺជា class មួយរបស់យើងដែរអញ្ចឹង QR code .qr code like this បន្ទាប់មកគឺវា take some argument here អញ្ចឹងមានជា version អញ្ចឹងបើសិនជាយើងមើលofficial documentation របស់គេគឺយើងឃើញកន្លែងហ្នឹងហើយឃើញ code របស់គេយើងថា version អីគេអញ្ចឹង version កន្លែងហ្នឹងគឺយើងអាចដាក់ជា parameter ពីជា1ដល់40ហើយគឺវា control size របស់ QR code របស់ទំហំនៃ QR code របស់យើងអញ្ចឹងទូចបំផុតគឺ1ធំបំផុតគឺ40បើសិនជាយើងអាចដាក់ none ក៏បានដែរបន្ទាប់មកទៀតយើងដាក់ fit parameter កន្លែង fit ហ្នឹងឲ្យវាទៀត true អញ្ចឹងខ្ញុំយល់ទៀតឥឡូវយើងអាចដាក់ថា none ក៏បានឥឡូវខ្ញុំដាក់5សិនចុះ okay none for now តមកទៀតយើងមាន version ហើយយើងមាន error correction យើងត្រូវចាំថានៅក្នុង QR code ទាំងអស់គឺតែងតែមាន error correction ហ្នឹងគឺវាជួយនៅពេលដែល QR code របស់យើងវា
là hay việc bạn về lục ấy chứ cái gì nó đã scan bàn chứ error correction bảo cái main level error correction cái là thông cái QR code này vì cần ta complex chứ mà xin dùng mở cái error correction cứ vì miền mùi pi bay buồn default cứ dùng pra ấm H cái mình tha about 60% or less error can be correct chứ mà xin chỉ errorนึงvì khối đo tới 30% cứ vì nó đã scan bàn cứ nó đã chui bàn chứ nó ok យ៉ាងកន្លែងនេះគឺខ្ញុំនឹងប្រើប្រាស់ error correction យើងហៅថា L អូខេយើងប្រើមួយនេះសិនចុះថា small error correction យើងអាចប្រើអីក៏បានដែរចឹងយើងថា node QR code pub constant dot error correct បែបនេះយើងប្រើ L អូខេចឹង basically គឺយើងប្រើមួយនេះដូចតែគ្នាទេអូខេបន្តមកទៀតគឺយើងមាន error correction ហើយគឺយើងនឹងប្រើប្រាស់ box size ដោយទំហំ box គេប៉ុណ្ណាខ្ញុំដាក់10កន្លែងនេះតមកយើងមាន border ដាក់4 border អូខេគឺអានេះគឺយើងគ្រាន់តែជា prepare QR code របស់យើង QR code របស់យើងឥឡូវហ្នឹងគឺអត់ទាន់មាន data អីទេគឺ empty QR code គ្រាន់តែជាសបកអីបន្តមកយើងចាប់ដើម add data ចូលចឹង Q របស់យើងគឺយើង call method មួយឈ្មោះថា add data ហើយយើងនឹង add data ហ្នឹងគឺតាក់ទងជាមួយនឹង link តើចង់ add link ចូលទៅក្នុង QR code របស់យើងអញ្ចឹង link របស់យើងគឺខាងលើនេះគឺយើងបានសួរ user ហើយថាឲ្យដាក់ link អញ្ចឹងមានន័យថាយើងយក link ហ្នឹងដើម្បីមក generate ទៅជា QR code ដើម្បី add ចូលទៅនឹង QR code ដែលយើងបានបង្កើតមួយនេះកន្លែងនេះតមកទៀតគឺយើងចាប់ផ្ដើមបង្កើត QR code ហ្នឹងមក make យើងដាក់ fit true ចឹងកន្លែងនេះដោយសារយើងដាក់ none កន្លែងនេះនៅពេលដែលយើង fit through គឺវានឹង generate automatically ជាកន្លែងនេះចឹង set to none and use the fit parameter when making the code to determine it automatically អូខេតមកហើយឥឡូវ QR code របស់យើងគឺហើយឥឡូវគឺយើងនឹងបង្កើតជារូបភាពអូខេ QR code section របស់យើងគឺហើយគឺរៀបចំហើយឥឡូវយើងចង់បង្កើតវាឲ្យចេញជារូបច្រៀងដែលយើងអាចឃើញបានចឹងយើងអាច image មក variable image យើងស្មើ make image វានឹង take some parameter some color ជាពណ៌ឥឡូវយើងដាក់តែ fill color របស់យើងគឺឲ្យ black សិនចុះហើយនឹងback color របស់យើងគឺខ្ញុំឲ្យ white in this situation បន្តមកទៀតយើងហៅថាយើងអាចsave image របស់យើងអញ្ចឹង image របស់យើងគឺយើងនឹង save បន្តមកទៀតគឺយើងចង់ឲ្យឈ្មោះវាជាលក្ខណៈ custom តែឈ្មោះរបស់យើងនេះអីគេអញ្ចឹងដោយសារយើង as user យើងសួរ user របស់យើងថាចង់បានឈ្មោះអីគេគឺនៅកន្លែងនេះ file name គឺយើងគ្រាន់តែ copy file name ហ្នឹងមកដាក់កន្លែងនេះគឺហើយជាស្រេចពេលយើងហើយវា save វានឹងបង្កើតរូបភាពឲ្យយើងជាមួយនឹង file ដែល user បានឲ្យតោះមកយើង print យើងប្រាប់ information ឲ្យ user មកថា your QR code is complete whatever អូខេអញ្ចឹងយើងប្រើប្រាស់ហើយអូខេអញ្ចឹងយើងនឹង run វា through ម្ដងទៀត QR code ដំបូងយើង install យើងត្រូវតែ install បើយើងអត់ install ទេវានឹង load ខាងក្រោមលឿងហ្នឹងមកវាប្រាប់ថាយើងអត់ទាន់មានទេអញ្ចឹងត្រូវ install សិនដើម្បី install គឺយើងរត់ pip install ហ្នឹងមកអូខេបន្តមកទៀតគឺយើងសួរយក data យក link ពី user បន្តមកយើងសួរ user ថាតើអ្នកឯងចង់ឲ្យឈ្មោះហ្នឹង file name ហ្នឹងអីគេដើម្បីយើងបង្កើតយើង save អីមួយគឺដូចថាឧទាហរណ៍យើង save document អីមួយគឺវាតែងតែសួរថាអ្នកឯងចង់ name document ហ្នឹងអីគេបន្តមកទៀតគឺយើងបង្កើត QR code instant ដោយពី QR code class នេះដែលយើង import មកនេះអញ្ចឹងយើងមាន version យើងដាក់ none សិនដោយសារយើងចង់ឲ្យវាប្រើប្រាស់ជា automatic version size របស់វាជា automatic error correction តាក់ទងជាមួយនឹងថាតើ QR code របស់យើងគឺ reliable ប៉ុណ្ណាស៊ីសងទៅលើភាពខូចខាតរបស់វាបើសិនជាវាខូចខាតប៉ុណ្ណាអញ្ចឹងណាវានៅអាចប្រើប្រាស់បានយើងមាន box size ទំហំរបស់គេយើងមាន border គឺហ្នឹងឯង border game whatever they call it បន្ទាប់ពីយើងបង្កើត QR code ហើយគឺយើងចាប់ដើមដាក់ព័ត៌មានរបស់ ព័ត៌មានចូលទៅក្នុង QR code ហ្នឹងអញ្ចឹងព័ត៌មានដែលយើងចង់ដាក់ចូលគឺជា link ដែលអ្នកប្រើប្រាស់របស់យើងហ្នឹងបានឲ្យយើងមកបន្ទាប់មកដាក់ថា make fit true ដោយសារយើងដាក់កន្លែងនេះ none យើងដាក់ true ដោយសារយើងចង់ឲ្យវា generate automatically the size ហ្នឹង
ចឹងមកកណ្ដាលកន្លែងនេះគឺយើងរៀបចំឲ្យ QR code របស់យើងឥឡូវយើងចង់បង្កើត QR code ហ្នឹងឲ្យចេញជារៀងជាពណ៌ចឹងថា make QR code make image យើងដាក់ fill color របស់យើងខាងក្រោយគឺពណ៌ខ្មៅខាងនេះគឺពណ៌សបន្ទាប់មកឈ្មោះយើងចង់ឲ្យ save ជាឈ្មោះឲ្យគេឥឡូវបើយើងសារខ្ញុំនឹង copy នេះមួយមក copy link កណ្ដាលយើង run វា for the link check enter testing 1 your QR code is complete ចឹងបើសិនជាយើង close វាយើងបើកមកវានឹង save ទៅក្នុង the same file ដែលយើងមានកូដនៅ run ហ្នឹងយើងបើកមកគឺយើងឃើញអូខេអាច scan បានខ្ញុំយកទូរស័ព្ទមក scan is it working or not អូខេចឹងយើង scan and it work ចឹងវិញអូខេឥឡូវបើសិនជាយើងចង់ play around ជាមួយវាបន្តិចបើសិនជាយើងចង់ដូរពណ៌យើងថាយើងចង់ដឹងថាវាខុសអីពីរួមទៅការ design code គឺតាក់ទងជាមួយនឹងការ play around with it យើងគ្រាន់តែចង់ដូរពណ៌ដូរខ្សែឥឡូវគេថាដល់40ម្នាក់ឥឡូវដាក់35មើលហើយបន្តមកទៀតដូរនេះទៅជា red this one ទៅជា blue មើលតើវានឹងមានអីកើតឡើងអូខេឥឡូវខ្ញុំនឹងប្រើប្រាស់ let's say Cisco.net ចឹងមក copy យើង run វាម្ដងទៀតមើល enter file name យើងឲ្យឈ្មោះទៅនេះបានទេ wish ហើយអូខេយើងឃើញកន្លែងនេះខាងលើនេះឃើញច្រើនញញែមែនតើតែចាំមើលតើវានឹងចេញមិនដែរអត់ and yes as crazy as it may be ដែរអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាយើងទាំងអស់គ្នារៀនបានខ្លះតាក់ទងជាមួយនឹង cool library ឬក៏ library ដែល Python មានអញ្ចឹង Python គឺមាន library ច្រើនមែនទែនដែលយើងអាច explore បានបើសិនជាយើងចង់យើងអាចចូលទៅក្នុង website របស់គេដើម្បីនឹងដឹងថាមាន library ប្រមាណដែលយើងអាច explore បានអញ្ចឹងក្នុងវីដេអូ series នេះគឺខ្ញុំនឹងព្យាយាមយកយើងហៅថា library cool ឬក៏ដើម្បីបង្កើតជាលក្ខណៈថា small project ដើម្បីឲ្យយើង enjoy ជាមួយនឹងការរៀន Python ទាំងអស់គ្នាអូខេសង្ឃឹមថាវីដេអូនេះគឺមានប្រយោជន៍បើមានសំណួរអាចសួរបានអរគុណបាយបាយ